ឥឡូវងាកមកនិយាយពីទីផ្សារកាបូនវិញថាតើវាពាក់ព័ន្ធយ៉ាងណាជាមួយជនជាតិដើមភាគតិចមានគម្រោងនិងកម្មវិធីជាច្រើនដែលបង្កើតឲ្យមានឥណទានកាបូនដោយអះអាងថាដើម្បីជៀសវាងការបញ្ចេញអូស្មန်ផ្ទះកញ្ចក់ឬកាត់បន្ថយឬដកអូស្មန်ផ្ទះកញ្ចក់ចេញពីបរិយាកាសឧទាហរណ៍កិច្ចខិតខំប្រឹងប្រែងដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញនិងដាំដើមឈើថ្មីឡើងវិញសកម្មភាពទាំងនេះគឺទាក់ទងទៅនឹងគំនិតនៃការកាត់បន្ថយការបំភាយអូស្មန်ពីការកាប់បំផ្លាញនិងការរីករាលព្រៃឈើដែលហៅកាត់ថា Red Book ដែលជនជាតិដើមភាគតិចជាច្រើនបានដឹងតាំងពីជាងមួយទសវត្សរ៍អំពីគំនិតនេះដែលកើតឡើងនៅក្នុងសហគមន៍របស់យើងគម្រោងថាមពលក៏កើតឡើងវិញដូចជាថាមពលខ្យល់និងគម្រោងដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីចាប់យកកាបូនពីបរិយាកាសហើយរក្សាវាទុកនៅក្នុងដីក៏អាចបង្កើតបានជាឥណទានកាបូនដែរគម្រោងទាំងអស់នេះជៀសមិនផុតពីការពឹងផ្អែកលើដីអាស្រ័យហេតុនេះហើយជនជាតិដើមភាគតិចកាន់តែច្រើននៅជុំវិញពិភពលោកជួបប្រទះការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសិទ្ធិរបស់ពួកគេលើដីធ្លីដែនដីនិងធនធានដោយសារការកើនឡើងនៃទីផ្សារកាបូនដូចជាសហគមន៍ជាច្រើនជួបប្រទះដែលគម្រោងឬកម្មវិធីឥណទានកាបូនត្រូវបានបង្កើតឡើងនៅលើដីប្រពៃណីរបស់ពួកគេដោយគ្មានការយល់ព្រមដោយសេរីនិងជូនដំណឹងជាមុនហើយក្នុងករណីភាគច្រើនពួកគេថែមទាំងមិនបានដឹងទៀតផងអ្នកខ្លះបានដឹងអំពីគម្រោងនេះនៅពេលដែលអ្នកខាងក្រៅបានចូលមកហើយបានប្រាប់ពួកគេឲ្យបញ្ឈប់ធ្វើស្រែចម្ការបរបាញ់និងអាស្រ័យផលនៅលើដីរបស់ពួកគេនៅក្នុងសហគមន៍ផ្សេងទៀតកិច្ចព្រមព្រៀងអំពីគម្រោងផ្ដល់ឥណទានកាបូនត្រូវបានធ្វើឡើងរវាងអ្នកខាងក្រៅនិងសមាជិកសហគមន៍តែម្នាក់ដោយមិនបានធ្វើឡើងតាមរយៈស្ថាប័នធ្វើការសម្រេចចិត្តសមូហភាពស្របច្បាប់របស់សហគមន៍ឡើយប៉ុន្តែយើងមានការការពារជាអន្តរជាតិចំពោះសិទ្ធិដីធ្លីដែនដីធនធាននិងបរណភាពវប្បធម៌សិទ្ធិស្វ័យសម្រេចនិងសិទ្ធិព្រមព្រៀងដោយសេរីនិងជូនដំណឹងជាមុនឬហៅថាគោលការណ៍ FPEC តើមានអ្វីកើតឡើងបើសិនសិទ្ធិទាំងអស់នេះមិនទទួលបានការការពារនៅក្នុងទីផ្សារកាបូនពិតណាស់សិទ្ធិរបស់យើងគួរតែទទួលបានការការពារប៉ុន្តែការពិតគឺថាមានគោលការណ៍ផ្សេងៗគ្នាជាច្រើននៅក្នុងទីផ្សារផ្សេងៗគ្នាហើយគោលការណ៍ទាំងនេះមិនស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេសូម្បីតែក្នុងករណីដែលគោលការណ៍ទាំងនោះមានភាពរឹងមាំនិងស្របតាមច្បាប់អន្តរជាតិក៏ដោយក៏នៅមានការប្រឈមជាខ្លាំងជាមួយនឹងគោលការណ៍ទាំងនោះដែលត្រូវបានយកមកអនុវត្តទី1ដោយសារស្ថាប័នដែលត្រួតពិនិត្យគោលការណ៍ទាំងនោះខកខានមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងមិនមានឯករាជ្យភាពពេញលេញទី2ដោយសាររដ្ឋាភិបាលនិយាយថាគោលការណ៍ទាំងនោះមិនស្របតាមច្បាប់ជាតិរបស់ពួកគេដូច្នេះពួកគេមិនចង់អនុវត្តតាមទី3ដោយសារតែរដ្ឋាភិបាលជាច្រើនមិនបានទទួលស្គាល់ជនជាតិដើមភាគតិចដែលជាអ្នកអនុវត្តសិទ្ធិទី4មិនមានយន្តការតវ៉ាគ្រប់គ្រាន់ដើម្បីដោះស្រាយការរំលោភសិទ្ធិដែលកើតមានឡើងស្ដាប់ទៅវាហាក់ដូចជាមានបញ្ហាជាច្រើនជាមួយទីផ្សារកាបូននេះខ្ញុំមិនប្រកាសថាត្រូវជឿជាក់លើគំនិតនេះអត់ពិតណាស់យើងត្រូវតែចេះសង្ស័យនិងត្រូវសួរសំណួរឲ្យបានច្រើនឥឡូវនេះមានគំនិតផ្ដួចផ្ដើមមួយចំនួនដែលលេចឡើងនៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្តដែលព្យាយាមដោះស្រាយបញ្ហាមួយចំនួនដែលពួកគេនិយាយថាពួកគេចង់ធ្វើឲ្យប្រកាសថាមានសុចរិតភាពខ្ពស់នៅក្នុងទីផ្សារហើយអ្នកតំណាងជនជាតិដើមភាគតិចមួយចំនួនបានចូលរួមនៅក្នុងស្ថាប័នប្រឹក្សាពាក់ព័ន្ធប៉ុន្តែចុងក្រោយគឺមានតែជនជាតិដើមភាគតិចនីមួយៗនិងសហគមន៍របស់ខ្លួនតែប៉ុណ្ណោះដែលត្រូវសម្រេចចិត្តតាមការយល់ដឹងដែលពួកគេគិតយ៉ាងណាចំពោះទីផ្សារទាំងនេះហើយថាតើពួកគេចង់ធ្វើអ្វីចំពោះគម្រោងទាំងនោះហើយដើម្បីឲ្យសហគមន៍ដូចជាយើងដឹងថាមាននរណាម្នាក់ដែលព្យាយាមបន្លំឲ្យយើងចុះហត្ថលេខាលើកិច្ចសន្យាដែលមិនអំណោយផលឬដើម្បីឲ្យពួកយើងធ្វើការសម្រេចចិត្តជាសមូហភាពថាយើងត្រូវចូលរួមក្នុងគម្រោងផ្ដល់ឥណទានកាបូននិងទីផ្សារកាបូនឬក៏អត់មានសំណួរជាច្រើនដែលសំខាន់ត្រូវតែសួរឲ្យបានដឹងនិងត្រូវគិតទាំងអស់គ្នាយើងនឹងពិភាក្សាអំពីរឿងនេះនៅក្នុងវីដេអូបន្ទាប់